ព្រឹកការម្សៅដំឡូងមីមានការកើនឡើងទូទាំងសកលលោកដោយគេប្រើម្សៅដំឡូងមីនេះនៅក្នុងផលិតផលដូចជាជីវៈឥន្ធនៈអាហារនិងទំនិញឧស្សាហកម្មជាដើមតើពុកម៉ែបងប្អូនគួរដាំដំឡូងមីដែរឬទេដំឡូងមីគឺជាដំណាំមួយប្រភេទដែលមានសារៈសំខាន់មែនទែននៅក្នុងវិស័យកសិកម្មនៃប្រទេសកម្ពុជាការដាំដុះការប្រមូលផលការកែច្នៃនិងការនាំចេញដំឡូងមីបានផ្ដល់ឱកាសការងារនិងគាំទ្រទៅដល់ការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់ដំឡូងមីគឺជាដំណាំដែលអាចឲ្យប្រជាកសិករខ្មែររកចំណូលបានពីការដាំដុះមួយផ្នែកផងដែរផលិតកម្មដំឡូងមីនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ2006មកម្ល៉េះទោះបីជាមានការភ្ញាក់ផ្អើលទៅដល់ទីផ្សារនៅពេលថ្មីៗនេះក៏ដោយក៏ដំឡូងមីបានកើនឡើងយ៉ាងឆាប់រហ័សពីដំណាំសាមញ្ញទៅជាដំណាំដែលបានគេកត់ត្រាច្រើនលំដាប់ទី2នៅក្នុងវិស័យកសិកម្មដំឡូងមីគឺជារុក្ខជាតិដែលអាចផ្ទុកនៅកាបូនហ៊ីដ្រាតខ្ពស់និងអាចរស់រានបាននៅពេលមានគ្រោះរាំងស្ងួតឬក៏ដីគ្មានជីវជាតិជាដើមរុក្ខជាតិប្រភេទនេះក៏មានបញ្ហាជាមួយនឹងពពួកសត្វល្អិតនិងជំងឺនៅពេលដាំដុះផងដែរបច្ចុប្បន្ននេះវិស័យដំឡូងមីរបស់កម្ពុជាមានឱកាសនៅក្នុងការពង្រីកសង្វាក់តម្លៃនិងផ្លាស់ប្ដូរពីការនាំចេញដំឡូងមីឆៅទៅជាការនាំចេញម្សៅអេតាណូលនិងផលិតផលសម្រេចដំឡូងមីរបស់ប្រទេសកម្ពុជាមានគុណភាពខ្ពស់និងមានលក្ខណៈពិសេសដែលសមស្របសម្រាប់ផលិតជាម្សៅដែលអាចបរិភោគបាននិងជាម្សៅដែលមានតម្លៃខ្ពស់ផងដែរជាចុងក្រោយបើសិនពុកម៉ែបងប្អូនមានចម្ងល់ផ្សេងពាក់ព័ន្ធនឹងវិស័យកសិកម្មឬក៏ចង់បានត្រាក់ទ័រចនឌីយកទៅប្រើប្រាស់អាច call មកខ្ញុំបាទផ្ទាល់ក៏បានឬ comment នៅខាងក្រោមវីដេអូនេះក៏បានជួបជាមួយខ្ញុំបាទសុខនៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលាត្រាក់ទ័រចនឌីជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia